បាទជម្រាបសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដូរបរិយាកាសអត់បានមានវីដេអូធ្វើម្ហូបធ្វើមហាយទេក៏ប៉ុន្តែថ្ងៃនេះមានវីដេអូដិតយកទេសភាពការធ្វើដំណើរកំសាន្តមកជិះកប៉ាល់ទេសភាពបាទហើយនេះគឺការធ្វើដំណើរចុះទៅកន្លែងផែកប៉ាល់ដែលយើងត្រូវជិះទស្សនៈទេសភាពនៅក្នុងដងទន្លេគេហ្នឹងណាបាទហើយបងប្អូនឃើញនៅពីមុខហ្នឹងអាហ្នឹងមិនមែនជាកប៉ាល់ទេអាហ្នឹងគឺជាផែរបស់គេសម្រាប់រងចាំឡើងកប៉ាល់ណាហើយឥឡូវយើងចូលមកដល់ក្នុងផែហើយក្នុងផែគេនេះគេមានគេថាគេតម្រូវឲ្យយើងបំពេញបែបបទនឹងឲ្យមានវិជាប្រសេជាឈ្មោះថ្ងៃខែឆ្នាំកំណើតគីឡូដំណើរបញ្ហាទៅគេដឹងពីចំនួនរបស់មនុស្សដែលជិះនៅលើកប៉ាល់របស់គេហ្នឹងឥឡូវយើងបានចេញពីផែចូលមកដល់ក្នុងកប៉ាល់ហើយឥឡូវកំពុងតែដើរឡើងរកផ្លូវឡើងទៅខាងលើជាន់លើដើម្បីងាយស្រួលមើលទេសភាពដើរនេះយើងដើរទៅខាងក្រោយពូកកប៉ាល់ពីព្រោះក្រោយពូកកប៉ាល់ហ្នឹងគឺមានចដើរឡើងឥឡូវមកដល់ក្រៅពូកកប៉ាល់ហើយយើងរងចាំជាមួយមនុស្សយើងច្រើនហើយគេឡើងមុនអស់សិនទៅចាំយើងឡើងតាមក្រោយបាទតែក្រោយខ្នងខ្ញុំនោះគឺផែហើយផែដែលយើងចូលមកមិញហ្នឹងណាបាទគឺទេសភាពទៅទឹកស្រស់ស្អាតណាគេឡើងកប៉ាល់ឡើងលើគេមកលើឡើងស្ងាត់ហើយក៏យើងនាំគ្នាឡើងម្ដងពូនេះទៅផតដែរកាមេរ៉ាមែនដែរបាទកប៉ាល់គេនេះគេមានបន្ទប់ទឹកឆ្វេងស្ដាំបរោះនារីឥឡូវយើងឡើងមកដល់ជាន់ទី1ខាងពូកប៉ាល់ហ្នឹងគឺវានៅទៀបនៅឡើយទេតែយើងមិនអស់ចិត្តយើងឡើងទៅដល់ជាន់លើដើម្បីងាយស្រួលមើលទេសភាពហើយយាយពីរនាក់ខាងលើអាវខហមអាវខ្មៅហ្នឹងគាត់បក់ដៃហើយគេគាត់ថាអូឡើងមកលើមកនៅខាងលើនេះសុបាយទេសភាពល្អហ្នឹងឥឡូវយើងឡើងមកដល់លើហើយបាទទេសភាពគឺថាស្អាតមែនអាកាសធាតុស្ងប់ល្អអាកាសធាតុល្អមេឃយើងសទុំបន្តិចចុះរៀងចុះអាប់បន្តិចហើយស្ងប់ខ្យល់ល្អណាបងប្អូនមើលថាទឹកគេយើងអត់មានរលកអីយ៉ាងនេះទេហើយនៅលើនេះគឺថាអ្នកដែលនៅ single អីគាត់ចង់មកមើលកន្លោះកមុំអីគឺថាខកចិត្តហើយមកកប៉ាល់នេះមានតែឪហើយម៉ែទេមានតែយុវចាស់ហ្នឹងឥឡូវក្រុមរបស់ពួកខ្ញុំបានរកកន្លែងអង្គុយហើយពួកខ្ញុំគាត់អង្គុយយ៉ាងសង្ហាអស់ពីអង្គុយនាំគ្នាមកអឺតមើលខាងក្នុងទឹកនេះគឺថាមានត្រីទង្វងបងប្អូនត្រីយើងហ្នឹងវាចូលចិត្តមកអែបកប៉ាល់ព្រោះអីបងប្អូនជាទេសចរយើងចូលចិត្តតម្លាក់ចំណីគាត់បោះចំណីនេះគាត់បោះចំណីទៅឲ្យត្រីញ៉ាំណាដល់ពេលអញ្ចឹងទៅត្រីហ្នឹងវាចូលចិត្តមកអែបគៀនកប៉ាល់ហ្នឹងមុនកប៉ាល់ចេញដំណើរទៅហ្នឹងហើយបោះអញ្ចឹងទៅយើងមាននំណែតែយើងទិញម្ហូបខ្លះហ្នឹងក៏យើងបោះទៅបើតានោះវិញអត់ទេគាត់ចាក់មកដល់ទឹកថងហ្មងនេះមីងគាត់មកអូតានោះគាត់ចាក់ម្ដងទាំងថងថាចប់ឲ្យមីងនេះខំបេះគាត់ខំគប់ចំណីទៅដើម្បីឲ្យត្រីនឹងវាមកខាងយើងមកមិនកើតមើលតានោះគាត់ចាក់ម្ដងមកថងអញ្ចឹងបាទឲ្យចំណីត្រីឲ្យអង្គុយស្ងាត់មួយសិនគាត់ខ្ញុំហ្នឹងហើយគាត់ភាសាអ្នកតានេះតោះនាំមេថតសេពីអីហើយមីងអាវសនជំនាញខាងថតហើយគឺថាថតតអត់ឆេះកាមេរ៉ាឆេះទូរស័ព្ទថតតអស់ហ្វីលឥឡូវកប៉ាល់យើងបានចេញធ្វើដំណើរបានមកជាបន្តហើយក៏លូនក្រោមស្ពានគេនេះស្ពានខ្សែកាបគេនេះបាទតាមពីផងវាផ្លូវនេះគឺថាទន្លេគេនេះគឺស្ងប់ល្អណាស់ថ្ងៃនេះអត់មានខ្យល់គួរឲ្យរំខានទេប៉ុន្តែពេលដែលកប៉ាល់បើកចេញនោះវាមានខ្យល់បុកអីដែរពួកយើងនៅជាន់លើនោះវាមានខ្យល់ខ្លាំងដែរពេលដែលកប៉ាល់ចេញទៅបាទឥឡូវយើងលូនបានក្រោមស្ពានទី1ហើយគេថាស្រស់ស្អាតណាស់ស្ពានគេនេះហើយទេសភាពគេក៏ស្អាតបាទស្ពានទី2នេះក៏បានឆ្លងផុតដែរអញ្ចឹងគឺយើងធ្វើដំណើរសន្សំទៅហើយអ្នកលើកប៉ាល់នោះជុំនោះម៉ែនោះគាត់សប្បាយនឹងការហូបចុក
អូបងប្អូនហើយមានយាមានស្រាគាត់ហូបសបាយក្អាកក្អាយរបៀបលក្ខណៈដូចថាចាស់គ្នាគាត់ចឹងណាហើយពួកខ្ញុំនេះអាឡែថតស្ដាយទេសភាពគាត់ដល់ចឹងក៏មានកំណត់ថាថតទុកជាអនុស្សាវរីយ៍ផងហើយប្រឌិតយករូបភាពនឹងឲ្យបងប្អូនបានទស្សនាផងឥឡូវគេថាថតទេសភាពអស់ចិត្តឲ្យមកថតខ្លួនឯងវិញថតឲ្យល្អតាចុំពេលខ្យល់ប៉ើងសក់ចឹងទៅក្បាលសុទ្ធតែស្កើកដុំឆែកចុះពួកឯងមាននៅក្មេងអីទៀតអាយុ40ជាងអីផងនៅក្មេងដូចពូនឹងក្រោយនោះមិនកើតពូនោះក្រោយគាត់នៅក្មេងសោចស្អាតស្ញាញ់មកឃើញអត់ពួកឯងចាស់ហើយគាត់នៅក្មេងគាត់ទៅកើតចឹងក៏ចឹងណាឥឡូវកុំឲ្យមើលមុខខ្លួនឯងអន់ចិត្តរឿងចាស់សក់ស្កើយើងមកមើលទេសភាពភ្នំយើងវិញបាទភ្នំគេនេះគឺស្រស់ស្អាតដែរនិយាយរួមមើលទៅទឹកទលេទឹកអីគេហ្នឹងវាសំជាមួយនឹងភ្នំជើងអីគេហើយពូនេះមិនអស់ចិត្តតែមកថតពូនេះមួយព្រោះពូនឹងសក់ស្កើច្រើនណាតាមគឺទៅបើឈុនហើយមើលយាយនេះវិញបាច់យាយនេះថាគិតទៅថតបាទថតម្នាក់ឡើងបើសិនបើការចំនួនថត feel វិញនឹងអស់ feel មួយដុំឯម្នាក់ហើយប្រពន្ធចំណងគេធ្វើអីណាគេផាយសក់គេត្រឡប់ទៅត្រឡប់មកធ្វើមើលខ្លួនឯងនៅស្ទៀវនៅក្រៅមុំហ្នឹងនិយាយលេងធម្មតាតាយាយចឹងគឺថាអាយុចាស់មែនក៏ប៉ុន្តែចរិតព្រឹកទៀតនៅក្មេងអាឡែអាឡក់ក្មេង6 7 10ឆ្នាំទឹកកន្លះទឹកកមកយ៉ាងហ្នឹងដល់ថ្នាក់កូនស្រីខ្ញុំហៅឪម៉ែវាបងប្រុសបងស្រីហ្នឹងបាទនឹងហើយមើលក្រហមឆ្អៅគាត់មើលភ័ព្វបើថ្លៃក៏ក្រហមខ្ចីអីយ៉ាស់បានមកបត់តែយើងដើរមកជុំមកក៏មកឡៃតែមើលអូមើលតាយាយមានដបស្រាមានសាច់ខ្លែមរបស់គាត់ណាអុយគឺថាជីវិតរបស់គេអ្នកនៅកូរ៉េនោះគាត់សុបាយរបស់គាត់បាទហើយខ្ញុំមកនេះបងប្អូនមិនមែនមកថ្ងៃសៅរ៍ថ្ងៃអាទិត្យទេណាមនុស្សច្រើនមែនតើគឺថាមកចំថ្ងៃអង្គារបាទថ្ងៃអង្គារពីព្រោះតកែគ្រួសារខ្ញុំហ្នឹងគាត់រវល់សៅរ៍អាទិត្យគាត់លក់ទាំងមួយជួរដល់ចឹងគាត់ញៀវសៅរ៍អាទិត្យច្រើនដល់សៅរ៍អាទិត្យអត់បានដើរនេះគាត់នាំដើរចំថ្ងៃអង្គារហ្នឹងហើយថ្ងៃអង្គារមនុស្សប៉ុណ្្នឹងហើយក៏មកសៅរ៍អាទិត្យទៀតមិនដឹងមនុស្សប៉ុណ្ណាទេបងប្អូនអានេះក៏សិនតែយើងមកជាទីមរបស់យើងហើយយើងទិញជាក់មកឡាប់យាយមកហើយនឹងទឹកច័ន្ទពី3ដបមកហើយមានសាច់ខ្លែមកអង្គុយដោយតាយាយទៅឃើញអូតំណងណាស់គាត់អង្គុយគ្នាគាត់សោចក្អាកក្អាយដកមេដកកូនទៅបាទហើយអ្នកថតទៅចាស់នៅស្រុកគេគាត់អញ្ចឹងគាត់សុបាយហ្នឹងបងប្អូនមើលក្នុងវីដេអូនេះដឹងហើយហេតុអីបាទខ្ញុំថាសិតទៅឪម៉ែទៅថាគាត់ថាមកកប៉ាល់នេះអត់មានក្មេងបងអត់មានស្ទៀវបងស្ទៀវខ្លាំងជាងគេពូពាក់មួកខ្មៅនេះហើយមិញកំពុងថតនេះតែប៉ុណ្ណឹងឪម៉ែតាយាយអូបើឪនឹងវិញតដាងស្លាប់ថតឥឡូវយើងមកមើលកាប៉េះពូកប៉ាល់នេះមកស្រស់ស្អាតណាស់បន្តិចនាំនេះចុះទៅក្រៅមកបងប្អូនពីព្រោះនៅលើនេះខ្យល់ពេកនាំនេះទៅអង្គុយអង្គមដាក់មកកង់កង់ទៅឡាប់យាយអញ្ចឹងហ្នឹងហើយបច្ចេកគ្នាមើលទេសភាពហ្នឹងហើយមើលស្លាប់ចាក់កប៉ាល់ឡើងតំបាញ់ទុំជាតិកូរ៉េបក់រវិចគួរឲ្យជាទីមនោរម្យបាទហើយផ្ទៃមេឃនេះក៏ស្រអាប់ជើងមេឃក៏ឆ្ងាយយ៉ាបាត់ថតខ្លួនឯងមួយទៀតកុំឲ្យថាកាមេរ៉ាមែនអត់មានមុខនៅក្នុងវីដេអូមួយនេះហ្នឹងហើយថតឡើងអន់មុខតែខ្លួនឯងថាអូមុខអញក៏ចាស់មែនឥឡូវហ្នឹងមើលយប៉ែខ្ញុំម្ដងធ្វើស្អីទេគិតធ្វើស្អីទេគិតតែពីថតទៅវិញទៅមកទៅវិញទៅមកបាទអញ្ចឹងយើងមកមើលខាងនេះវិញគឺថាភ្នំគេហ្នឹងគឺស្អាតណាស់បងប្អូនហើយយើងមួយយ៉ាងម្នាក់វាប្លែកភ្នែកអញ្ចឹងណាឥឡូវយើងនាំវាចុះមកដល់ខាងក្រោមនេះវិញមិននៅខាងលើចុះមកខាងក្រោមនេះក៏បានចាប់តុកកៅអីមួយអង្គុយមើលទៅថារ៉ូមែនទិកណារ៉ូមែនទិកណានៅស្រុកកូរ៉េភ្នំច្រើនបងប្អូនភ្នំឡើង70%ជាងហើយនៃផ្ទៃដីគឺផ្ទៃដីគេហ្នឹងថា30%អីទេតែការដាំដុះកសិកម្មគេគឺថាស្រុកយើងអត់ដូរទេស្រុកគេខ្លាំងណាស់បង្ហាញមកខ្លួនឯងទៀតហើយពុំនេះនៅក្នុងនៅក្រោយកប៉ាល់ពូតកប៉ាល់នឹងការនៅក្មេងៗបងប្អូនខ្ញុំមានស្រុកកំណើតប្តីពុកខ្ញុំក៏នៅកំពង់ចាមណាដល់ចឹងពេលតែចំនួនមុនអត់ទាន់មានផ្លូវឡានទេមានតែជិះកណូទៅស្រុកកំពង់ចាម
ពេលដែលជីកណូតខ្ញុំភាគច្រើនខ្ញុំចូលចិត្តទៅនៅគូតកប៉ាល់មើលទឹកស្លាប់ចាក់វាបាញ់មកទី1ទី2ចូលចិត្តទៅនៅក្បាលកណូតចូលចិត្តមើលទឹកអាឡុកទៅវាបាច់សាចមកចូលចិត្តថាហើយបើមិនចឹងទេទៅក្នុងម៉ាស៊ីនទៅក្នុងម៉ាស៊ីនទៅកន្លែងខាងម៉ាស៊ីនគេប្រពន្ធខ្ញុំថាហើយបងអីញ៉ាំនេះថាញ៉ាំទៅចូលមួយពើហ្នឹងកន្លែងតើថតគេអស់ម្នាក់មកកំប៉ុងហើយនេះគេអស់ម្នាក់មកកំប៉ុងហើយយើងមកបានមកក្រេបដែរចង់អង្គុយហូបឲ្យសុបាយដែរប៉ុន្តែស្ដាយទេសភាពអញ្ចឹងដើរថតទៅតែថតទុកឲ្យបងប្អូនមើលហើយចំណែកភ្នំនេះវិញបងប្អូនអើយមើលទៅពេញភ្នែកស្អាតបងប្អូនមិនឃើញរូបដូចរូបមនុស្សទេនោះដូចរូបមនុស្សចឹងដូចបែរមុខ2នាក់ដូចរូបមនុស្ស2នាក់ចឹងទៅមើលដាក់សញ្ញាព្រួយឲ្យមើលរូបមនុស្សអញ្ចឹងយើងមើលមិនក៏ដូចរូបមនុស្សតែក្បាលមនុស្សដែរហើយថ្មគេនេះស្អាតមានបតិបតក់ពីលើនោះធម្មជាតិណាបងប្អូនធម្មជាតិរបស់គេណាមិនគេធ្វើឡើងទេធម្មជាតិនំគេនេះហ៎ណាគឺឡើងនៅកណ្ដាលព្រៃចលងដងទឹកចឹងចលងដងទឹកហើយគេថាតុកខាងពួកខ្ញុំនេះគេថាកសបកកំប៉ុងដួលរេលហើយពូនេះវិញគេថាគាត់អ្នកកាមេរ៉ាមែនរបស់ជំនាញដែរគាត់ថតយកនៅទេសភាពជុំវិញឪម៉ែតាយាយនេះគាត់ដើរចុះដើរឡើងគាត់សប្បាយក្អាយគ្នាគាត់ចឹងណាដូចជាយើងដែរទេយើងមកជាក្រុមចឹងក៏យើងមកមានសប្បាយក្អាយហូបតុកជុំគ្នាមើលទេសភាពប៉ុន្តែតិចណាបងប្អូនពាក់អាយឃើញម្នាក់នេះពាក់អាយឡើងក្រាស់អស់ហើយទិបខែ10ទេឥឡូវខែ10គឺការខ្ញុំទៅនឹងវីដេអូនេះគឺខែ10 2023ខែ10ថ្ងៃទី24បាទទី24ហើយនេះស្ពានយល់គេមានស្ពានយល់ទៀតប៉ុន្តែថាយើងអត់បានដើរឡើងទៅលេងអុបវ៉ាយូមានអុបវ៉ាគេសម្រាប់លក្ខណៈគេអ្នកចង់ជីកអុបវ៉ាលឿនអញ្ចឹងគេជួលអុបវ៉ានឹងជីទៅហើយយើងប៉ាល់ប៉ុណ្ណេះក៏បានដែរជីកមើលទេសភាពបាត់សពអានេះវីដេអូនេះគឺយើងកប៉ាល់គេបើកមកជុំអញ្ចឹងទៅប្រហែលជា1ម៉ោងជាងហើយមកគេត្រឡប់ទៅខែដែលយើងឡើងមកវិញណាឥឡូវមកដល់ស្ពានមួយទៀតហើយស្ពាននេះក៏ស្អាតដែរហើយពូនោះក៏ប្រាប់ថាស្ពានហ្នឹងការចំនួនសម័យសង្គ្រាមខ្ញុំដើរលើហ្នឹងពូនោះគាត់មានប្រវត្តិច្រើននៅកូរ៉េបាទព្រោះគាត់មកកូរ៉េបានប្រហែលជា7 ឆ្នាំហើយតែចឹងគាត់មានប្រវត្តិនៅស្ពាននេះច្រើនណាគាត់ទៅមកឃើញលើកទី1ដូចខ្ញុំដែរទេបាទអាមិនដល់ពេលខ្ញុំថត selfie ដល់គាត់ចូលមកគាត់ចង់ល្បីនៅក្នុងវីដេអូនោះដែរហ្នឹងហើយបងប្អូនឥឡូវថានៅក្រៅមិញទៅជែកគ្នាចុះឡើងមើលទេសភាពទៅហើយកើតទេដើរតិចឲ្យវាទៅសៃអញ្ចឹងក៏ឡើងមកលើប្រជុំទៀតថតតាយាយគាត់យើងដកមេទៅអ្នកខ្លះសង្កល់អ្នកខ្លះយើងសង្វឹងសឿងទៅក៏គាត់អង្គុយមើលទេសភាពម្ដងណាអង្គុយមើលទេសភាពម្ដងអ្នកខ្លះក៏ចុះទៅក្រោមវិញអ្នកខ្លះក៏ឡើងមកលើដើម្បីយើងប្រោបបរិយាកាសឥឡូវដល់ពេលនៅលើខ្យល់ពេលយកប្រងខ្យល់ពេលត្រជាក់ពេកនាំគ្នារត់ក្រោមនោះឡងអ៊ូនឹងក្រោមហើយក្រោមកន្លែងតុកខ្ញុំតុកក្រុមខ្ញុំនោះមានតាក្រែមួយគាត់រៀងដកមេយ៉ាងសឿងគាត់មកទៅជែកលេងសប្បាយសើចឡើងផ្អើលពេញក្បាលហ្នឹងសើចខ្លាំងជាងគេគឺថាប្រពន្ធខ្ញុំហ្នឹងហើយគាត់ប្រកែកខាងសើចហើយសប្បាយមួយយ៉ាងដែរបានតាក្រែហ្នឹងគាត់មកទៅជែកគ្នាលេងនឹងតុកពួកខ្ញុំហ្នឹងជែកគ្នាលេងសើចអាយទៅនេះទៅមើលមកគាត់ឃើញយើងជនបរទេសហើយគាត់រៀងបានមកបានកដែរហើយគាត់រៀងដកមេរៀងស្បង់សឿងគាត់មកចែកលេងមកតុកនោះមានពុនខ្ញុំមានតកែបងតកែស្រីពុនខ្ញុំហើយអ្នករួមការងាររស់តាគាត់ឃើញយើងជនបរទេសយើងគាត់មករាក់ទាក់អញ្ចឹងណាសួរនាំនិយាយនេះណោះទៅផ្លែងសោចទៅពេញហ្នឹងបាទអញ្ចឹងនេះវីដេអូនេះយើងត្រឡប់ទៅវិញហើយចាំមើលវីដេអូទី2ពួកអីយើងវែកដែរយើងធ្វើកណាត់ចឹងទៅ
វីដេអូទី2ទេសភាពស្អាតជាងនេះទៀតបងប្អូនព្រោះអីឥឡូវយើងមកដល់ពាក់កណ្ដាលផ្លូវហើយពីវីដេអូទី2នោះបានយើងមានទេសភាពស្អាតជាងនឹងទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយចាំតាមដានទស្សនាវីដេអូបន្ទាប់របស់ខ្ញុំផងដែលមានទេសភាពស្រស់បំព្រងស្រស់ត្រកាលហ្នឹងអូខេបើសិនជាបងប្អូនពេញចិត្តវីដេអូនេះសូមជួយ like ហើយនិង follow page របស់ខ្ញុំបាទម្នាក់មួយផងអរគុណច្រើនជម្រាបលាបាយ